នេះគឺជារឿងរ៉ាវអាចកម្បាំងទាំង10នៅក្នុងពិភពលោកដែលមនុស្សជាច្រើនពុំដែលស្គាល់និងពុំដែលឮតើអាចកម្បាំងអច្ឆរិយៈទាំង10នៅក្នុងពិភពលោកនេះមានអ្វីខ្លះតោះនិយាយទៅតាមដានទាំងអស់គ្នាទី1ឆ្នេរខ្សាច់ខ្មៅនៅអ៊ីស្លង់ឆ្នេរខ្សាច់ខ្មៅនៃប្រទេសអ៊ីស្លង់គឺដូចជាឈុតឆាកដ៏អស្ចារ្យមួយពីខ្សែភាពយន្តស្រមើស្រមៃឆ្នេរទាំងនេះត្រូវបានគេស្គាល់ដោយសារខ្សាច់ពណ៌ខ្មៅដ៏ចម្លែករបស់វាដែលមានប្រភពមកពីភ្នំភ្លើងនៅក្នុងតំបន់នោះឆ្នេរខ្សាច់ខ្មៅនៅអ៊ីស្លង់នៅពេលដែលកម្អែភ្នំភ្លើងរលាយប៉ះជាមួយទឹកវាត្រជាក់ហើយរឹងដោយបែកជាបំណែកតូចៗយូរទៅបំណែកទាំងនេះត្រូវបានបំបែកនិងបែកជាបំណែកតូចៗជាងមុនដែលនៅទីបំផុតបង្កើតបានជាខ្សាច់ពណ៌ខ្មៅទី2បឹងណាត្រង់បឹងណាត្រង់គឺជាបឹងអំបិលដ៏ពិសេសមួយដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសតង់ហ្សានីជិតព្រំដែនប្រទេសកេនយ៉ាបឹងនេះគឺជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យបំផុតមួយប៉ុន្តែមិនសូវមានមនុស្សស្គាល់ហើយត្រូវបានគេស្គាល់ដោយមានពណ៌ក្រហមដ៏ប្លែករបស់វាពណ៌ក្រហមនេះត្រូវបានបង្កើតឡើងដោយមាតិកាខ្ពស់នៃសារធាតុរ៉ែនិងអំបិលជាពិសេសសូដ្យូមកាបូណាតនិងអំបិលអាកាឡាផ្សេងទៀតអំបិលទាំងនេះត្រូវបានបញ្ជូនទៅក្នុងបឹងដោយប្រភពទឹកក្តៅនិងទឹកក្រោមដីដែលសម្បូរទៅដោយសារធាតុរ៉ែពីតំបន់ភ្នំភ្លើងជុំវិញកម្រិតអាកាឡាំងនិងជាតិប្រៃខ្ពស់របស់បឹងនេះបង្កើតបរិយាកាសដ៏អាក្រក់សម្រាប់សាររាង្គកាយមានជីវិតភាគច្រើនទោះជាយ៉ាងណាក៏ដោយបឹងណាត្រង់គឺជាចម្រោះរបស់ប្រភេទមីក្រូសរីរាង្គនិងសារ៉ាយដែលចូលចិត្តអំបិលរួមទាំងស៊ីយ៉ាណូបាក់តេរីផងដែរសារពាង្គកាយទាំងនេះលូតលាស់បានល្អនៅក្នុងលក្ខខណ្ឌដ៏អាក្រក់និងផ្ដល់ឲ្យទឹកបឹងនៅពណ៌ក្រហមឬពណ៌ផ្កាឈូកដ៏រស់រវើកទី3ជ្រលងភ្នំអង្គតេឡូនជ្រលងភ្នំនេះមានទីតាំងស្ថិតនៅភាគនិរតីនៃសហរដ្ឋអាមេរិកក្នុងតំបន់អភិរក្សជាតិ Navajo ជិតទីក្រុង Phoenix រដ្ឋ Arizona អ្វីដែលធ្វើឲ្យជ្រលងភ្នំនេះគួរឲ្យកត់សម្គាល់គឺទម្រង់ភូមិសាស្ត្រដ៏ល្អឥតខ្ចោះនិងពណ៌ដ៏ស្រស់ស្អាតរបស់វាជ្រលងភ្នំនេះមានផ្លូវតូចចង្អៀតនិងកោងដែលត្រូវបានហូរច្រោះដោយខ្យល់និងទឹកតាមពេលវេលាជាជាងនៅទីនេះរលោងនឹងកោងជាមួយនឹងលំនាំដ៏ស្រស់ស្អាតដែលឆ្លាក់ដឹកចូលទៅក្នុងថ្មទី4ឆ្នេរសមុទ្រណាប៉ាលីគឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលអ្នកថតរូបច្រាំងថ្មចោតខៀវស្រងាត់ដែលលោតសន្ធឹងជុំវិញទឹកពណ៌ខៀវស្រងាត់បង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបាននិងគួរឲ្យចាប់អារម្មណ៍អ្នកទស្សនាភាគច្រើននឹងយល់ថាទេសភាពនេះធ្លាប់ស្គាល់ព្រោះវាបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា Jurassic Park ទោះបីជាវាមិនអាចត្រូវបានរុករកតាមសមុទ្រក៏ដោយអ្នកទស្សនាគួរតែកក់ដំណើរកម្សាន្តតាមរយៈអាកាសដើម្បីមើលទេសភាពដ៏អស្ចារ្យពេញលេញនៃឆ្នេរសមុទ្រណាប៉ាលីទី5រន្ធពណ៌ខៀវនៅប្រទេសបេលីរណ្ដៅពណ៌ខៀវបេលីគឺជាអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញមួយដែលមានទីតាំងនៅឆ្នេរសមុទ្របេលីសក្នុងសហរដ្ឋអាមេរិកកណ្ដាលវាជារណ្ដៅក្រោមទឹកដ៏ធំនិងជ្រៅបំផុតមួយក្នុងលោកដែលមានអង្កត់ផ្ចិតជាង300ម៉ែត្រនិងជម្រៅជាង120ម៉ែត្រពេលមើលពីខាងលើវាបង្កើតជារង្វង់មួយដែលហ៊ុមព័ទ្ធទៅដោយទឹកពណ៌ខៀវស្រងាត់ដែលបង្កើតបានជាភាពផ្ទុយគ្នាដ៏គួរឲ្យទាក់ទាញពណ៌ខៀវចាស់នេះត្រូវបានបង្កើតឡើងដោយជម្រៅនិងភាពថ្លានៃទឹករន្ធពណ៌ខៀវនេះត្រូវបានបង្កើតឡើងជាង10000ឆ្នាំមុនបន្ទាប់ពីប្រព្រឹត្តការណ៍ជាបន្តបន្ទាប់ក្នុងយុគសម័យទឹកកកនៅពេលដែលមានកម្រិតទឹកសមុទ្រទាបជាងសប្តាហ៍ថ្ងៃទី6ឧទ្យានជាតិ Yellowstone
បង្កើតឡើងក្នុងឆ្នាំ1872ឧទ្យានជាតិ Yellowstone គឺជាឧទ្យានជាតិចំណាស់ជាងគេដែលមិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេថែមទាំងនៅលើពិភពលោកផងដែរនៅដើមឆ្នាំដំបូងរឿងរ៉ាវនៃភាពអស្ចារ្យរបស់វាត្រូវបានជួបប្រទះនឹងការសង្ស័យពីព្រោះសកម្មភាពកម្ដៅក្នុងផែនដីនៅទីនោះត្រូវបានចាត់ទុកថាមិនធម្មតាលក្ខណៈពិសេសទូទៅនៃកម្ដៅក្នុងផែនដីនៅទីនោះរួមមានទឹកក្តៅទឹកពុះឆ្នាំងភក់និងរន្ធខ្យល់ឧទ្យានជាតិនេះមានទឹកក្តៅOld Faithful ដែលល្បីល្បាញដែលផ្ទុះឡើងកម្ពស់ជាង50ម៉ែត្រទៅលើអាកាសជាប្រចាំទី7ឈូកសមុទ្រហាឡុងឈូកសមុទ្រហាឡុងគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដែលអ្នកទៅទស្សនាច្រើនបំផុតនៅក្នុងប្រទេសវៀតណាមឈូកសមុទ្រហាឡុងត្រូវបានចុះបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គឺជាអច្ឆរិយៈធម្មជាតិមួយដែលមិនគួរឲ្យរំលងឈូកសមុទ្រនេះមានកោះថ្មកំបោរនិងកូនកោះតូចជាង1600ដែលបង្កើតបានជាទេសភាពសមុទ្រដ៏គួរឲ្យភ្ញាក់ផ្អើលនិងបំផុសគំនិតទឹកពណ៌ខៀវស្រងាត់នៃឈូកសមុទ្រហាឡុងគឺល្អសម្រាប់ការធ្វើដំណើរតាមរយៈទូកពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនាឈូកសមុទ្រនេះគឺចាប់ពីខែតុលាដល់ខែមេសាព្រោះអាកាសធាតុល្អណាស់ក្នុងកំឡុងពេលនេះទី8ប៉ាមុកកាឡេដែលមានន័យថាប្រាសាទកប្បាសជាភាសាទូគីត្រូវបានចាត់ទុកថាជាអច្ឆរិយៈធម្មជាតិទី8របស់ពិភពលោកហើយត្រូវបានអ្នកទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក្នុងឆ្នាំ1988ប៉ាមុកកាឡេមានទីតាំងស្ថិតនៅក្នុងទីក្រុង Denili ភាគនិរតីនៃប្រទេសទូគីចម្ងាយប្រមាណ650គីឡូម៉ែត្រពីទីក្រុង Istanbul បើមើលពីចម្ងាយភ្នំប៉ាមុកកាឡេគឺជាភ្នំពណ៌សទន់ដែលស្រដៀងទៅនឹងកំពូលភ្នំដែលមានព្រឹទ្ធាធ្លាក់អស់រយៈពេលជាច្រើនសតវត្សមកហើយស្រទាប់ដីល្បាប់ធម្មជាតិដែលបង្កើតឡើងដោយទឹកពីប្រភពទឹកក្តៅដែលមានកម្រិតខ្ពស់នៃកាល់ស្យូមកាបូណាតហូរពីលើផ្ទៃថ្មបានបង្កើតជាសេរីនៃទម្រង់ថ្មកំបោរពណ៌សសុទ្ធដែលដាក់ជណ្ដើរមួយជាន់លើជណ្ដើរមួយជាន់ទៀតអ្នកទស្សនានៅប៉ាមុកកាឡេមានឱកាសដើរដោយជើងទទេលើរាបស្មើដោយរីករាយនឹងអារម្មណ៍នៃទឹកក្តៅអ៊ុនសម្បូរទៅដោយសារធាតុរ៉ែដែលហូរជុំវិញជើងរបស់ពួកគេវាលស្រែដែលរៀបចំជាជួរមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិព្យាបាលផងដែរទី9ទឹកធ្លាក់អ៊ីហ្គាហ្សូទឹកជ្រោះអ៊ីហ្គាហ្សូគឺជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យមួយដែលមានទីតាំងនៅតាមព្រំដែនរវាងប្រទេសអាហ្សង់ទីននិងប្រទេសប្រេស៊ីលអ៊ីហ្គាហ្សូត្រូវបានបង្កើតឡើងដោយអូជាង275ដែលជាប្រព័ន្ធទឹកជ្រោះធំជាងគេបំផុតរបស់ពិភពលោកវាត្រូវបានហ៊ុមព័ទ្ធដោយព្រៃត្រូពិចខៀវស្រងាត់និងសំឡេងទឹកធ្លាក់បន្លឺឡើងដោយថ្គរលាន់ទេសភាពដ៏អស្ចារ្យបំផុតមួយនៅទឹកធ្លាក់អ៊ីហ្គាហ្សូគឺបំពង់កអារៈដែលជាទឹកធ្លាក់រាងអក្សរ U ដែលមានកម្ពស់ជាង80ម៉ែត្រវាត្រូវបានបង្កើតឡើងដោយច្រាំងថ្មចោទធំមួយរាងពាក់កណ្ដាលរង្វង់ដែលលាតសន្ធឹងចេញពីទេសភាពជុំវិញដោយមានទឹកហូរហៀគៀហើយធ្លាក់ចូលទៅក្នុងជ្រោះយ៉ាងខាងក្រោមទី10សាឡាដឺអូយូនីដែលត្រូវបានគេស្គាល់ផងដែរថាជាវាលអំបិលអូយូនី
គឺជាអច្ឆរិយៈធម្មជាតិដ៏ពិសេសមួយដែលមានទីតាំងនៅភាគនិរតីនៃប្រទេសបូលីវីវាគឺជាវាលអំបិលដ៏ធំជាងគេបំផុតរបស់ពិភពលោកដែលគ្របដណ្ដប់លើផ្ទៃដីជាង10000គីឡូម៉ែត្រការ៉េនិងមានកម្ពស់ប្រហែល3650ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រវាលអំបិលអូជូនីគឺជាផ្ទៃដីដ៏ធំទូលាយមួយដែលបង្កើតបានជាទេសភាពដ៏អស្ចារ្យនិងមិនធម្មតាវាលអំបិលទាំងនេះត្រូវបានបង្កើតឡើងដោយការហូរនៃបឹងបូរេបវ័នដែលបន្សល់ទុកស្រទាប់អំបិលនិងសាធារណរ៉ែក្រាស់វាចនភាពនៃវាលអំបិលផ្លាស់ប្ដូរនៅពេលដែលអ្នកទេសចរធ្វើដំណើរឆ្លងកាត់វាដោយតំបន់ខ្លះរលោងនិងរាបស្មើខណៈពេលដែលតំបន់ខ្លះទៀតប្រេះនិងរដាក់រដុំដែលផ្ដល់ឲ្យអ្នកទេសចរនៅអារម្មណ៍ដូចជានៅក្នុងពិភពលោកមួយផ្សេងទៀតទេសភាពកាន់តែស្រស់ស្អាតនៅរដូវវស្សានៅពេលដែលទឹកនៅក្នុងវាលអំបិលឆ្លុះបញ្ចាំងពីមេឃបង្កើតបានជាទេសភាពដ៏អស្ចារ្យបាទទាំងនេះគឺជាទីតាំងទាំង10ដែលអាចកំបាំងនិងអស្ចារ្យបំផុតដែលបង្កើតឡើងដោយធម្មជាតិនៅលើពិភពលោកសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ